ប៉ុន្មានថ្ងៃមុនប្រព័ន្ធផ្សព្វផ្សាយអាលឺម៉ង់បានរាយការណ៍ជាប្រវត្តិសាស្ត្រជាលើកដំបូងចាប់តាំងពីសង្គ្រាមលោកលើកទី2មកទីក្រុងប៊ែឡាំងបានដាក់ពង្រាយកងពលតូចយោធាចន្ទ្រៃនៅបរទេសកងពលតូចពីសដែកទី45នៃប៊ឺនដឺស្វីសបានឈរជើងជាផ្លូវការនៅជិតទីក្រុងវីលនីវសប្រទេសលីទុយអានីខណៈពេលដែលសមត្ថភាពពិតនៃអង្គភាពនេះនៅតែមិនច្បាស់លាស់ទម្ងន់និមិត្តសញ្ញារបស់វាគឺមិនអាចប្រកែកបានសូម្បីតែក្នុងទម្រង់តិចតួចក៏ដោយចលនានេះចាប់ផ្ដើមនៃការញុះញង់ដែលជាការលីលំនៃល្បិចល្បិចនិងភាពឆោតល្ងង់ជាយុទ្ធសាស្ត្រនេះមិនមែនជាលទ្ធផលនៃយុទ្ធសាស្ត្រដ៏ធំមួយចំនួនទេផ្ទុយទៅវិញវាហាក់ដូចជាផលិតផលនៃភាពល្ងង់ខ្លាយខាងនយោបាយទីក្រុងប៊ែឡាំងបានឈានជើងចូលទៅក្នុងស្ថានភាពមួយដែលខ្លួនមិនអាចយល់បានពេញលេញឬមិនអាចសង្ឃឹមថានឹងគ្រប់គ្រងបានគ្រឿងសង្ហារិមពិតប្រាកដរបស់ប្រទេសអាល្លឺម៉ង់នឹងមិនត្រូវបានអនុញ្ញាតដោយប្រទេសជិតខាងរបស់ខ្លួនសហភាពអឺរ៉ុបឬសហរដ្ឋអាមេរិកប៉ុន្តែការបំភាន់នៃការធ្វើយោធាដែលជាអ្វីដែលយើងកំពុងធ្វើជាសាក្សីនៅពេលនេះនៅតែអាចបង្កឲ្យមានផលវិបាកក្នុងពិភពពិតគ្រោះថ្នាក់អាល្លឺម៉ង់ក៏ដូចជាប្រទេសលោកខាងលិចដែរលែងជាប្រភពគ្រោះថ្នាក់ដោយសារកម្លាំងប៉ុន្តែមកពីភាពទន់ខ្សោយវាគ្មានចក្ខុវិស័យទៅអនាគតទេហើយនៅជាប់នឹងអតីតកាលមេដឹកនាំរបស់ខ្លួនចំណាយថាមពលធ្លាក់ចុះរបស់ពួកគេលើការពង្រីកគោលនយោបាយការពីម្សិលមិញជំនួសឲ្យការរៀបចំសម្រាប់ថ្ងៃស្អែកក្នុងន័យនេះប្រទេសអាល្លឺម៉ង់គឺជាប្រទេសអឺរ៉ុបខាងលិចដែលត្រូវបានលើកដំកើងរដ្ឋមួយដែលរសាត់ទៅក្នុងភាពមិនពាក់ព័ន្ធប៉ុន្តែអស់សង្ឃឹមក្នុងការលេចចេញជាការសម្រេចចិត្តការចែកចង់បច្ចុប្បន្នជាមួយការធ្វើយោធាមិនត្រូវបានជំរុញដោយកត្តាសន្តិសុខទេប៉ុន្តែដោយភាពមិនប្រក្រតីខាងនយោបាយនិងសេដ្ឋកិច្ចទី1អ្នកនយោបាយអាល្លឺម៉ង់បានរកឃើញលេសដ៏ងាយស្រួលមួយដើម្បីបញ្ជូនការចំណាយរាប់ពាន់លានក្រោមការក្លែងបន្លំនៃការការពារដែលជានានាការកើនឡើងដោយជំងឺរាតត្បាត COVID-19 ប្រទេសអាល្លឺម៉ង់ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអឺរ៉ុបខាងលិចឥឡូវនេះផ្ដល់គោលដៅដ៏ត្រឹមត្រូវមួយសម្រាប់អំពើពុករលួយនិងឱកាសនិយមទី2វាកាន់តែច្បាស់ថាមនុស្សជំនាន់ក្រោយនៅទូទាំងទ្វីបអឺរ៉ុបភាគច្រើននឹងក្រេកក្រជាងឪពុកម្ដាយរបស់ពួកគេមូលធននិយមលោកខាងលិចកំពុងនៅទ្រឹងហើយគំរូសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបកំពុងដំណើរការដោយផ្សែងអ្នកនយោបាយមិនអាចផ្ដល់ភាពចម្រុងចម្រើនបានទេផ្ទុយទៅវិញសញ្ញាការពារសន្តិសុខមិនអាចទទួលស្គាល់ការបរាជ័យពួកគេបានអំពាវនាវឲ្យមានការគំរាមកំហែងពីខាងក្រៅជាចម្បងប្រទេសរុស្ស៊ីដើម្បីបង្ហាញអំពីភាពតានតឹងនិងបង្វែរការមិនសប្បាយចិត្តជាសាធារណៈសិទ្ធិវិទូអាមេរិក Jeffrey Sachs ថ្មីនេះបានកត់សម្គាល់ថាអ្នកដែលព្រមានអំពីការលុកលុយរបស់រុស្ស៊ីនៅអឺរ៉ុបខាងលិចគួរតែទៅជួបគ្រូពេទ្យវិកលចរិតប៉ុន្តែសម្លេងបែបនេះបានគ្របដណ្ដប់លើប្រព័ន្ធផ្សព្វផ្សាយជាពិសេសនៅក្នុងប្រទេសអាល្លឺម៉ង់ដែលទស្សនវិស័យនៃការគំរាមកំហែងនៅបូបនីត្រូវបានប្រើដើម្បីបង្កការភ័យខ្លាចនិងបង្ហាញពីភាពត្រឹមត្រូវនៃលោកយោធាថ្មីសាធារណជនអាល្លឺម៉ង់កំពុងត្រូវបានគេប្រាប់ថាអឺរ៉ុបខាងលិចត្រូវបង់ថ្លៃសន្តិសុខប៉ុន្តែគ្មាននរណាហ៊ានសួរថាសន្តិសុខមកពីអ្វីជាការពិតណាស់ចម្លើយគឺស្ថិតនៅក្នុងកាបូបរបស់អ្នកម៉ៅការពារជាតិអាល្លឺម៉ង់និងអាមេរិកអ្នកសារព័ត៌មានតាមមាត់និងអង្គការមិនមែនរដ្ឋាភិបាលឧស្សាហកម្មទន្ទឹមនឹងនេះសេដ្ឋកិច្ចផ្ទាល់របស់អាល្លឺម៉ង់កំពុងជាប់គាំងតាមប្រវត្តិសាស្ត្រជាអ្នកទទួលផលដ៏ធំបំផុតរបស់សហភាពអឺរ៉ុបឥឡូវនេះទីក្រុងប៊ែឡាំងរកឃើញថាខ្លួនឯងស្ទាក់ស្ទើរក្នុងការចែករំលែកធនធានជាមួយរដ្ឋសមាជិកក្រីក្រតាមរយៈការអំពាវនាវឲ្យមានគ្រាអាសន្នផ្នែកយោធាទីក្រុងប៊ែឡាំងបង្កើតលេសមួយដើម្បីស្តុកទុកទ្រព្យសម្បត្តិរបស់ខ្លួនដោយរក្សាមូលនិធិនៅផ្ទះជាងការបង្វែរពួកគេតាមរយៈពាណិជ្ជកម្មនិងមូលនិធិរចនាសម្ព័ន្ធដល់ដៃគូដែលកំពុងតស៊ូនៅភាគខាងត្បូងនិងខាងកើត